Jin Ming លើថាអញរកស៊ីមានបានហើយតាមានគេរីកាថាអញលួចជួញដូរទំនិញខុសច្បាប់រឿងដែលត្រូវមកគង់តែមក Jin Ming អូនឮថាបងលួចរកស៊ីអីខាងក្រៅមែនទេគ្រូសាយើងទៅតែបានស្រួលបន្តិចសោះអាចឲ្យខូចរឿងដោយសារពាក្យចាំអារម្មណ៍ទៀតទេអ្នកណារីកាអញខកធ្វើអីអ្នកណារីកាធ្វើនេះក៏ដើម្បីភូមិយើងដែរថ្ងៃមុនអញរកតែអង្គរច្រកឆ្នាំងគ្នាឥឡូវមានទាំងអង្គរមានទាំង Jin Ming រឿងនេះត្រូវតែសួរឲ្យច្បាស់ថែមទាំងមានប្រព័ន្ធនិងសារមើលមកក៏គេសង្ស័យដែរសម័យនេះធ្វើអីក៏ត្រូវមានច្បាប់ទម្លាប់ដែរជីវឹងយានបងអញមើលឲ្យច្បាស់ទៅរបស់ទាំងនេះខ្ញុំទៅតែចាប់បានព្រឹកមែនទេខ្ញុំបានឆ្លងភ្នំទៅរកនៅឯមាត់សមុទ្រឯណោះបើសិនមិញខ្ញុំយកទៅលក់ឲ្យភោជនីយដ្ឋានក៏មានវិកេបដដែលទាំងខ្យងទាំងក្តាមសមុទ្រទាំងបង្កងធំគឺសុទ្ធតែលក់ឲ្យភោជនីយដ្ឋានទាំងអស់ដូចហ្នឹងគឺគេអ្នកឲ្យត្រឹមត្រូវអ្នកណាដឹងថាវិកេបនេះខ្លាំងខ្លាយយូរអត់អញចេះតែចាប់គ្រឿងសមុទ្រតាំងពីអង្ករមកស៊ូបានល្អពីមុនបងដឹងត្រឹមថាខ្ញុំពុកតែខ្ញុំធ្វើមិនបានទេបង្កងនឹងក្តាមមួយធំនេះបានបងអញចង់ថាខ្ញុំលួចជួញរបស់អស់ទាំងនេះជារបស់ផ្ទះអ្នកណាទៅព្រឹកមិញមានក្មេងឃើញវាចុះពីលើភ្នំមែនបង្កងនឹងក្តាមនេះក៏ជារបស់នៅរូបពិតមែនដែរមាត់សមុទ្រនោះធម្មតាមិនសូវមានអ្នកណាទៅទេអ្នកណាទៅដឹងថាវាពិតជាអាចរករបស់នឹងបានមែនឬអត់ទោះបីជាអញអ្នករកបានដោយខ្លួនអញក៏ដោយលួចយកទៅលក់ស្ងាត់បែបនេះវាមិនត្រូវច្បាប់ទេដឹងថ្ងៃក្រោយបើខ្ញុំទៅមាត់សមុទ្រទៀតខ្ញុំនឹងចុះបញ្ជីលក់ឲ្យហាងក៏មានវិកេបច្បាស់លាស់ទិញរបស់ពីសហគមន៍ក៏មានវិកេបត្រឹមត្រូវលុយបានមកពីណាទិញរបស់ពីណាគឺច្បាស់លាស់ទាំងអស់បើនៅមិនទុកចិត្តទៀតអាចទៅមើលជាមួយខ្ញុំបាននិយាយបានល្អណាស់មាត់សមុទ្រឆ្ងាយយ៉ាងនេះបើបងប្រុសមិនខ្ជិលដល់ឆ្ងាយទេថ្ងៃស្អែកអាចទៅជាមួយខ្ញុំបានមានពេលទៅតាមអញនោះគ្រាន់តែជារឿងចៃដន្យនេះពេលណាថ្មឲ្យកន្លែងណាគឺត្រូវដឹងទាំងអស់បង្កងនឹងក្តាមលាក់ខ្លួនឯងអាចជីបបានឬអត់ក៏ត្រូវតែដឹងដែរបើចេះតែទៅផ្ដេសផ្ដាសពេលទឹកចូលគឺអាចគ្រោះថ្នាក់ដល់ជីវិតបើអញពិតជារកដោយកម្លាំងញើសឈាមខ្លួនឯងមែនវាមិនចាត់ទុកថាជាការជួញដូរខុសច្បាប់ក្រោយបើយកទៅលក់នៅក្រុងត្រូវទុកវិកេបផងសម្រាប់ខាងភូមិយើងវិញខ្ញុំក៏នឹងកត់ត្រាទុកមួយច្បាប់ដើម្បីកុំឲ្យមានអ្នកណានិយាយដើមផ្ដេសផ្ដាសទៀតបានខ្ញុំមិនខ្លាចការកត់ត្រាទេឲ្យតែជាលុយស្របច្បាប់ខ្ញុំមិនខ្លាចការត្រួតពិនិត្យឡើយអស្ចារ្យណាស់ Jin Ming ឥឡូវអញមានសមត្ថភាពធំហើយតាផ្លូវទៅមាត់សមុទ្រនោះមិនមែនអ្នកណាក៏អាចទៅរួចនោះទេខ្ញុំមិនមែនអួតខ្លួនឯងទេខ្ញុំគ្រាន់តែចង់ឲ្យប្រពន្ធកូនខ្ញុំបានហូបឆ្អែតតែប៉ុណ្ណោះហឹមបើអញពិតជារករបស់ទាំងនេះបានរាល់ថ្ងៃមែននោះវាពិតជាផ្លូវរួមមួយហើយតែកុំធ្វើអីផ្ដេសផ្ដាសត្រូវធ្វើតាមច្បាប់ទម្លាប់បងពិតជាយកព្រមឲ្យគេកត់ត្រាបញ្ជីមែនទេយកព្រមថ្ងៃក្រោយលុយគ្រួសារយើងដែលរកបានត្រូវតែមានប្រភពច្បាស់លាស់ពុកថ្ងៃស្អែកពុកទៅសមុទ្រទៀតមែនទេត្រូវហើយពុកនឹងចាប់បង្កងឲ្យច្រើនយកមកធ្វើម្ហូបឲ្យកូនអញ្ចឹងពុកត្រូវប្រយ័ត្នខ្លួនផងណាពុកពិតជានឹងប្រយ័ត្នខ្លួនហើយទោះបីជាខ្ញុំមាននាឡិកាវេទមន្តនេះក៏ដោយតែក៏មិនអាចឲ្យអ្នកណាមើលដឹងពីអាថ៌កំបាំងនេះបានសម្ភារៈបន្លំភ្នែកខាងក្រៅត្រូវតែរៀបចំឲ្យបានគ្រប់គ្រាន់ហេស៊ូជីងមីងគេពិតជាតាមមកមែនមើលទៅថ្ងៃនេះនៅមាត់សមុទ្រច្បាស់ជាមិនស្ងប់ស្ងាត់ទេចង់ដឹងពីក្បាច់រកស៊ីរបស់ខ្ញុំមែនទេបានខ្លាចតែអ្នកទាំងអស់គ្នាមើលឃើញតែរៀនតាមមិនចេះប៉ុណ្ណោះថ្ងៃនេះខ្យល់បក់មកពីទិសខាងកើតលោកមិនសូវធំប៉ុន្មានទេទឹកនឹងឡើងលឿនបន្តិចចឹងអាចរកបានតែនៅតំបន់ទឹករាក់ដែលមានសុវត្ថិភាពប៉ុណ្ណោះគឺងាយបែបនេះឯងគេពិតជាអាចរករបស់ពីក្នុងសមុទ្របានមែនតើនេះមិនមែនជាក្តាមទេបងប្រុសអាតូចលេងវាទៅវិញទៅរបស់ក្នុងសមុទ្រមិនមែនជារបស់ផ្ទះបងឯងទេឆ្នាំក្រោយបានអីចាប់ទៀតបងចង់រកលុយសម្រាប់តែមួយពេលឬក៏ចង់រកលុយសម្រាប់ហូបមួយជីវិតធ្វើជាចេះដឹងណាស់កុំទៅខាងនោះអីបន្តិចទៀតទឹកចូលវានឹងកាត់ផ្ដាច់ផ្លូវហើយកុំមកបំភ័យខ្ញុំឯងទៅបានចុះហេតុអីខ្ញុំទៅមិនបានមនុស្សមួយចំនួនបើមិនធ្លាប់ដួលគឺមិនស្គាល់ពាក្យថាឈឺទេហ្វូបង្កងវាមានផ្លូវរបស់វាខ្ញុំសមុទ្រក៏មិនមែនចេះតែជីកផ្ដេសផ្ដាសនោះដែរត្រូវរើសយកអាធំហើយទុកអាតូចស៊ូជីងមីងមនុស្សពីភោជនីយដ្ឋានមកដល់ហើយសមិទ្ធស៊ូខ្ញុំជាអ្នកគ្រប់គ្រងលេងខ្ញុំចង់មកសួរលោកថាគ្រឿងសមុទ្រទាំងនេះថ្ងៃក្រោយអាចផ្គត់ផ្គង់រាល់ថ្ងៃបានទេជាពិសេសគឺខ្យងសមុទ្រធំទាំងនេះទាំងបង្កងទាំងក្តាមនិងបង្គារੂឲ្យតែស្រស់តម្លៃគឺអាចចរចាបានភោជនីយដ្ឋានចុះមករកដល់កន្លែងតែម្ដងមើលទៅជីងមីងពិតជារកស៊ីផ្លូវនេះបានមែនហើយផ្គត់ផ្គង់យូរអង្វែងគឺអាចធ្វើបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌ3ទី1របស់ស្រស់ត្រូវគិតតម្លៃតាមគុណភាពមិនអាចលាយចូលគ្នាហើយទម្លាក់ថ្លៃបានបរិមាណមិនប្រកាសថាដូចគ្នារាល់ថ្ងៃទេព្រោះវាស៊ីសងលើទឹកចូលទឹកនេះមិនមែនយើងអ្នកកំណត់បានឡើយនិងទី3រាល់ពេលប្រគល់អីវ៉ាន់ត្រូវមានវិកេប័ត្រហើយរាប់លុយឲ្យច្បាស់អ្នកគ្រប់គ្រងលីនិយាយត្រូវលោកពិតជាអ្នកយល់ដឹងមែនលក្ខខណ្ឌ3នេះគឺអាចយល់ព្រមបានធ្វើបែបនេះគឺល្អណាស់មានទាំងវិកេប័ត្រមានទាំងបញ្ជីថ្ងៃក្រោយក៏គ្មានអ្នកណាចេះតែនិយាយផ្ដេសផ្ដាសបានដែរខ្ញុំពឹងផ្អែកលើសមុទ្រដើម្បីចិញ្ចឹមក្រពះដើរតាមផ្លូវត្រូវនិងច្បាស់លាស់ថ្ងៃក្រោយបើអ្នកណាដើរតាមខ្ញុំក៏អាចធ្វើបានដែរតែបើចង់រៀនពីខ្ញុំត្រូវតែគោរពច្បាប់ជាមុនសិនបើមិនចេះហែទឹកហាមចុះទឹកជ្រៅដាច់ខាតក្តាមតូចត្រីតូចមិនត្រូវចាប់ផ្ដេសផ្ដាសទេហើយក៏មិនអាចដណ្ដើមសំណាញ់គ្នាដែរបើបំពានច្បាប់ទាំងនេះខ្ញុំមិនបង្រៀនឡើយត្រូវហើយអូនសម្លាញ់អូនទុកលុយនេះចុះខ្ញុំមិនប្រញាប់ទេឲ្យតែគេព្រមទទួលវិកេប័ត្រទី1វានឹងមានទី2និងទី3បន្តគង់តែមានថ្ងៃមួយនាងនឹងជឿជាក់ថាខ្ញុំកំពុងតែកែខ្លួនពិតមែនថ្ងៃស្អែកមានបង្គាទៀតទេថ្ងៃក្រោយឲ្យតែកូនចង់ញ៉ាំពុកនឹងធ្វើឲ្យកុំសន្យាពេកអីខ្ញុំខ្លាចពេលសង្ឃឹមខ្លាំងពេកចុងក្រោយក៏ខកបំណងទៅវិញខ្ញុំចាំទុកហើយស៊ូជីងមីងរកបានយើងក៏អាចរកបានដែរព្រឹកស្អែកទៅឲ្យលឿនជាងវាដើម្បីដណ្ដើមកន្លែងល្អជួយផងទឹកសមុទ្រឡើងហើយជួយផង
នៅមាត់សមុទ្រមានគេជាប់ក្នុងទឹកហើយមានរឿងអីនៅមាត់សមុទ្រមានគេជាប់ទឹកអ្នកណាគេមើលទៅដូចជាបងប្រុសខ្ញុំទឹកធំបែបនេះបងទៅធ្វើអីទៅជួយមនុស្សតែពេលថ្ងៃគេនិយាយមិនល្អដាក់បងគេនិយាយអាក្រក់ជារឿងមួយតែអាយុជីវិតមនុស្សគឺជារឿងមួយផ្សេងគ្នាខ្ញុំមិនអាចឈរមើលបានទេទឹកចូលឡើងហើយយកខ្សែមកឲ្យច្រើនបន្តិចមកកុំចុះទឹកផ្ដេសផ្ដាសត្រូវដើរតាមខ្ញុំឈីងមីងជួយបងផងពេលថ្ងៃប្រាប់ហើយថាកុំឲ្យមកផ្ដេសផ្ដាសមិនអាចរងចាំទៀតទេអ្នកទាំងអស់គ្នាទាញខ្សែឲ្យជាប់ឈីងមីងឯងឈួតហើយឬមិនអាចចាំទៀតទេបើចាំបន្តិចទៀតពួកគាត់កាន់តែភ័យហើយស៊ូឈីងមីងកុំខ្លាចអីខ្ញុំស្គាល់ផ្លូវទឹកច្បាស់ណាស់